testing ហើយមានសួរស្ដីអ្នកនេះអញ្ចឹងថ្ងៃនេះយើងនឹងមកមើលទៅលើ Open DNS ដែលយើងនឹងធ្វើការបិទទៅលើ website អញ្ចឹងអីដែលយើងត្រូវធ្វើដំបូងគឺយើងចូលមក website Open DNS នេះមកដល់ពេលចូលហើយយើងចុចពាក្យ consumer ចុចពាក្យ learn more នេះមកហើយបន្ទាប់មកយើងជ្រើសរើសយកពាក្យ Open DNS Home យើងចុចពាក្យ sign up មកដោយសារពេលដំបូងអញ្ចឹងយើងអត់មាន account ទេអញ្ចឹងនៅដល់ត្រង់នេះអ្នកនរដាក់ Gmail របស់អ្នកនរ confirm ហើយជ្រើសរើសប្រទេស password យើងដាក់មកដល់ពេលដែលបង្កើត account ហើយវានឹងឲ្យ verify ជាមួយនឹង Gmail ប៉ុន្តែត្រង់នេះខ្ញុំសូមអត់បង្ហាញទេដោយសារខ្ញុំបានបង្កើត account ហើយអញ្ចឹងទៅយើងចូលមកត្រង់នេះមកជា account នេះខ្ញុំបានបង្កើតអញ្ចឹងអីដែលយើងត្រូវធ្វើបន្ទាប់គឺយើងចូលទៅកាន់ setting អូខេឥឡូវយើងចូលបានដល់តំណែងហើយនេះគឺជា IP របស់ខ្ញុំដែលវានឹងចាប់ឲ្យ auto តែម្ដងអញ្ចឹងអីដែលយើងត្រូវធ្វើបន្ទាប់គឺចុចកន្លែងនេះមក add this network ដោយសារមុនហ្នឹងវា slow អ្នកនរអញ្ចឹងទៅឥឡូវយើងបាន add វាហើយខ្ញុំដាក់ឈ្មោះវា home អញ្ចឹងទៅយើងចុចលើវាមកអញ្ចឹងនៅពេលដែលយើងចូលមកដល់ត្រង់នេះយើងឃើញថា high នេះរបៀបថាវា strict ខ្លាំងអីចឹងទៅវាមាន call chat អីចឹងទៅអញ្ចឹងទៅដល់ពេល moderate នេះវាកម្រិតមធ្យមដល់ពេល low នេះទាបណាននេះគឺអត់សោះតែម្ដងដល់ពេល custom នេះបានថាយើងអាច custom ខ្លួនឯងបានអញ្ចឹងកន្លែង custom នេះវាមានច្រើនយើងអាច select ចឹងណាដូចថា humor music nudity photo sharing អីចឹងទៅហើយទៅក៏យើងអាច add domain បានដែរយើងចុចកន្លែង add domain នេះមកចេះទៅឧទាហរណ៍ថាឥឡូវខ្ញុំចង់បិទ Facebook និង YouTube ចេះទៅខ្ញុំចុចចូល YouTube មក copy នេះមក click add domain ហើយទៅបន្តមកមួយទៀត Facebook ខ្ញុំមើលទៅអញ្ចឹងត្រង់នេះខ្ញុំដាក់បិទ YouTube មួយហើយបន្ទាប់មកFacebook មួយទៀតពេលត្រង់នេះមិនដូចជា YouTube អត់បាន work ទេចឹងទៅអញ្ចឹងឥឡូវពីរហ្នឹងគឺយើងបានបិទហើយបានយើងបិទ website Facebook មួយក្នុង website YouTube អញ្ចឹងតែឥឡូវគឺយើងបាន block web ពី website ហ្នឹងហើយទៅតេតតងកន្លែងនេះវាជា security អីយើងបិទណាទៅតែទៅដល់ malware file ដែលអត់ស្គាល់អីចឹងទៅដល់ពេលត្រង់នេះ customize យើងអាច customize ខ្លួនឯងបានដល់ពេល state ហើយនឹង lock នេះវាថាយើងអាច check មើលថាណាគេដែលព្យាយាម request ចូលទៅ YouTube ឬក៏អីចឹងទៅអញ្ចឹងយើងមកកន្លែង home នេះវិញមកយើងឃើញត្រង់នេះ open DNS របស់យើងគឺមាន2នេះអូខេអញ្ចឹងថតដល់ពេលកន្លែងត្រង់នេះយើង copy លេខ DNS វានេះមកយើងចូលទៅកាន់ Wi-Fi របស់យើងដើម្បី change DNS server របស់វាបាទអធិស្ឋានអញ្ចឹងត្រង់នេះដោយសារខ្ញុំបាន change មុនហ្នឹងចឹងទៅយើងគ្រាន់យកលេខ DNS server ហ្នឹងមកផាសត្រង់ហ្នឹងមកយើងចុច save មកអញ្ចឹងបានថា Wi-Fi របស់យើងឥឡូវគឺបាន block ទៅលើ Facebook ហើយនិង YouTube already អញ្ចឹងឥឡូវដើម្បីតេស្តមើលយើងចូលទៅកាន់ YouTube មក with no connection អ៊ីនធឺណិតយើងមានធម្មតាធម្មតាឧទាហរណ៍ថាចោះ search what is យើង search គឺចេញធម្មតាបានន័យថាគឺវា block ទៅលើ YouTube ហ្នឹងអត់ឲ្យវាដើរតែម្ដងនិយាយអញ្ចឹងវីដេអូហ្នឹង